អនុញ្ញាតគ្រប់ជំរាបសួរបងប្អូនប្រិយមិត្តតាមបណ្ដាញសង្គម YouTube ឬជាបងប្អូនតាមបណ្ដាញសង្គម Facebook ជាទីស្នាក់មុនណាសម្រាប់ថ្ងៃទី23ខែតុលាឆ្នាំ2025នេះគឺខ្ញុំបាទសូមថតវីដេអូទាក់ទងទៅនឹងការលក់កបីចំនួន4ក្បាលបងប្អូនណាឥឡូវនេះគឺខ្ញុំបាទសូមពណ៌នាក្បីមួយដើម្បីបងប្អូនបានជាព័ត៌មានខ្លះៗបងប្អូនសម្រាប់ក្បីទី1គឺជាប្រភេទក្បីឈ្មោះលឿបងប្អូនណាប្រភេទក្បីឈ្មោះលឿកម្ពស់ប្រហែលជា1.20 ម៉ែត្របងប្អូនកម្ពស់ប្រហែលជា1.20 ម៉ែត្រសម្រាប់កម្រិតធាត់របស់វាគឺវាធាត់លឹបមួយណាសម្រាប់កម្រិតធាត់របស់វាគឺធាត់លឹបបងប្អូនកម្ពស់ប្រហែលជា1.20 ម៉ែត្រមិនកម្ពស់ពេកទេមើលគឺប្រភេទលក្ខណៈក្បីក្តើមហើយសម្រាប់ក្បីទី2នេះគឺជាប្រភេទក្បីមេតទេបងប្អូនណាគឺជាប្រភេទក្បីមេតទេកម្ពស់របស់វាប្រហែលជា1.28 ម៉ែត្រប្រហែលជា1.28 ម៉ែត្រតោង30បងប្អូនណាខ្ញុំបានវាស់ទៅខ្ញុំគាត់តែស្មានផែលបងប្អូនកម្រិតធាត់របស់វាគឺមធ្យមបងប្អូនណាមធ្យមអត់ស្គមស្គាំងហើយក៏មិនធាត់លឹបលាប់ខ្លាំងបងប្អូនណាហើយសម្រាប់ក្បីទីនេះទី3បងប្អូនណាគឺក្បីវាភេទក្បីមេកូនបងប្អូនគឺជាភេទក្បីមេកូនកម្ពស់របស់វាប្រហែលជា1.28 ម៉ែត្រហ្នឹងបងណាកម្រិតធាត់របស់វាគឺមធ្យមហុយកម្រិតធាត់មធ្យមកម្ពស់ប្រហែលជា1.28 ម៉ែត្រហើយកូននេះគឺកូនមេបងប្អូនកូនមេគឺធាត់លឹបតែម្ដងបងប្អូនកូនមេគឺធាត់លឹបតែម្ដងកម្ពស់វាប្រហែលជា1.10 ម៉ែត្រហើយកូននេះប្រហែលជា1.10 ម៉ែត្របងណាសម្រាប់ទីតាំងក្បីនេះគឺមានទីតាំងស្ថិតនៅក្នុងខេត្តស្វាយរៀងស្រុកស្វាយទៀបបងប្អូនណាបងប្អូនមានតម្រូវការចង់ទិញតាក់ទងសាកសួរព័ត៌មានគឺបងប្អូនអាចទំនាក់ទំនងតាមលេខទូរស័ព្ទពីខ្សែបងប្អូនខ្សែទី1គឺ097 81 13487មាន Telegram ស្រាប់បងប្អូនលេខណាហើយខ្សែទី2គឺ076 210 3579សម្រាប់វីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងបងប្អូនណាអរគុណច្រើនបងប្អូនជម្រាបលាជួបខ្ញុំបាននៅវីដេអូក្រោយអរគុណ